សួស្តីបងប្អូនទាំងអស់គ្នានៅលើបណ្ដាញសង្គម YouTube ទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងធ្វើការចែករំលែកជាមួយនឹងមុខងារថ្មីរបស់ YouTube ដែលនឹងបង្ហាញរយៈពេល 2-3 ថ្ងៃនេះដែលធ្វើឲ្យវីដេអូរបស់បងប្អូននៅ Channel ទូចទទួលបានការ view កាន់តែច្រើនទៅលើ Channel ធំសម្រាប់បងប្អូនដែលមិនទាន់ធ្វើការចុច Subscribe ទៅលើ Channel WordShare ទេបងប្អូនអាចធ្វើការចុចដើម្បីទទួលបាននូវចំណេះដឹងខ្លីៗពីខ្ញុំបាទផងដែរវីដេអូបងប្អូនអាចធ្វើការ search បាននៅវីដេអូណាមួយដែលបងប្អូនគិតថាមានអត្ថប្រយោជន៍ជួយទៅដល់ការងារឬក៏ចំណេះដឹងខ្លីៗទៅដល់បងប្អូនផងដែរអញ្ចឹងឥឡូវនេះខ្ញុំធ្វើការចូលទៅកាន់ Channel របស់ខ្ញុំតែម្ដងទៅបើសិនជាបងប្អូនបើកនៅលើ Computer បងប្អូនអាចជ្រើសរើសបាននៅ browser មួយហើយនៅពេលដែលយើងជ្រើស browser ជ្រោមហើយបងប្អូនធ្វើការបានលុប Gmail ជាមួយនឹង Channel YouTube បងប្អូនបាទនៅពេលដែលលុបហើយបងប្អូនធ្វើការចេញបែបនេះបងប្អូនអាចធ្វើកន្លែងនេះគឺមានដូចជាខាងឆ្វេងដៃនេះគឺមាន database បាទ content បាទ analysis community បាទ language បាទ copyright earn customization បាទ creator music បាទកន្លែងនេះគឺបងប្អូនអាចធ្វើការយកបាទនៅ playing បាទនៅ music បាទឬក៏ sound ដើម្បីយកទៅបន្ថែមជាមួយនឹងវីដេអូរបស់បងប្អូនមិនមានសំឡេងនោះគឺអាចយកបានដោយ free ផងដែរឥឡូវនេះខ្ញុំនឹងណែនាំបងប្អូនទាំងអស់គ្នាបាទទៅទស្សនាជាមួយនឹងកម្មវិធីមុខងារថ្មីរបស់ YouTube ផងដែរឥឡូវនេះខ្ញុំធ្វើការចុចបាននៅវីដេអូមួយបាទឥឡូវខ្ញុំចុចកន្លែង detail មួយណានៅពេលបងប្អូនចុច detail បងប្អូនធ្វើការអូសចុះក្រោមមកបាទ scroll ចុះក្រោមមកយើងសូមមកបាទនៅពេលដែលចុះមកដល់ក្រោមហើយអញ្ចឹងវាចេញបាទអញ្ចឹងបាទនៅខាងលើទេអញ្ចឹងពាក្យមួយដែលបងប្អូនគួរតែចាំនោះគឺមានមួយបាទដែលជាការសហការដែលឈ្មោះជាភាសាអង់គ្លេសនោះគឺ collaboration បាទនេះគឺជាការសហការសម្រាប់បងប្អូនដែលមាន channel ធំដែលបងប្អូនចង់ផុសវីដេអូនៅ channel ទូចហើយទាញគាត់ដើម្បីឲ្យគាត់ទទួលយើងហើយវីដេអូយើងនឹងទទួលបានការទស្សនាច្រើននៅលើ channel ធំនោះផងដែរចឹងបងប្អូនធ្វើការចុចបាទ invite មកបាទចុចកន្លែងនឹង pub បាទអញ្ចឹងវាចេញផ្ទាំងមួយទៀតដើម្បីយើងធ្វើការវាយឈ្មោះរបស់បងប្អូននៅទីនោះផងដែរហើយបងប្អូនដែលមានមិត្តភ័ក្តិឬក៏មាន channel ធំក៏បងប្អូនអាចធ្វើការនិយាយជាមួយពួកគាត់ទៅអាចចង់ឲ្យវីដេអូរបស់យើងរាំងនៅក្រៅប្រទេសក៏បានស៊ីសងទៅលើ channel របស់យើងក៏ដូចជាមិត្តភ័ក្តិរបស់យើងនឹងគឺគាត់អ្នកទស្សនាច្រើនមកនៅលើទឹកដីប៉ែកអឺរ៉ុបផងដែរចាំមកដល់កន្លែងនេះបងប្អូនអាចវាយឥឡូវខ្ញុំលើកឧទាហរណ៍មួយនេះខ្ញុំចុចអាល់មកហើយខ្ញុំគិតថាឈ្មោះនេះបាទជាឈ្មោះអាហ្នឹងឧទាហរណ៍ណាជាឈ្មោះរបស់ channel របស់ខ្ញុំឬក៏មិត្តភ័ក្តិបាទអញ្ចឹងបងប្អូនអាចធ្វើការចុចមកនៅពេលដែលបងប្អូនធ្វើការចុចឲ្យបងប្អូនអាចបើកកន្លែងនេះក៏បានដែរបាទគឺអនុញ្ញាតឲ្យគាត់អញ្ចឹងណាឬក៏យើងអត់ចង់ទេយើងចង់ឲ្យគាត់គ្រាន់តែជា viewer អញ្ចឹងណាគឺមិនអាចធ្វើការកែអញ្ចឹងនៅពេលដែលចុចឲ្យបងប្អូនធ្វើការ create link ទៅនៅពេលដែលយើង create link ហើយបាទ link នេះគឺផ្សាយទៅកាន់ Gmail ដែលបងប្អូនធ្វើការ upload បាននៅវីដេអូផងដែរអញ្ចឹងនៅពេលដែលយើងចុចទៅគឺភាគីម្ខាងទៀតគឺគាត់ចាំទទួលយកបាទគឺយើងត្រូវជូនដំណឹងទុកបាទដើម្បីឲ្យពួកគាត់បាទអញ្ចឹងនេះគឺជាមុខងារថ្មីមួយសម្រាប់ចែកជូនទៅដល់បងប្អូនបាទអ្នកទស្សនាទាំងអស់គ្នាដែលចូលចិត្តបាទជាមួយនឹង channel WordShare ផងដែរអញ្ចឹងខ្ញុំធ្វើការបិទវិញអញ្ចឹងខ្ញុំចង់បង្ហាញមួយទៀតបាទចាំបងប្អូនធ្វើការថយវិញមកចាំមកដល់កន្លែងផ្ទាំងខាងឆ្វេងនេះបងប្អូនអាចមើលបានចឹងកន្លែងនេះខ្ញុំចង់បញ្ជាក់ថាបងប្អូនអាចធ្វើការ creator music បាទចឹងយើងចុចកន្លែងហ្នឹងមក
bạnនៅពេលដែលចុចកន្លែងហ្នឹងគឺសសឹងតែជា music បាទចឹង music ខាងក្រោមនេះបងប្អូនអាចធ្វើការស្ដាប់ឬក៏ download អីចឹងណាទីហោនេះបាទចឹងតម្លៃនៃការបន្ថែមបាទ money គឺបងប្អូនអាចធ្វើការ download បទនេះក៏បានដែរគឺត្រឹមតែ$1.99 សេនប៉ុណ្ណោះចឹងបទចម្រៀង All I Need បាទ Is You នេះគឺតម្លៃជិត$10ផងដែរបាទត្រឹមតែ1សេនទៀតគឺ$10ហើយចឹងនេះគឺជាវីដេអូបាទ music song ដែលតម្លៃដាក់នៅទីនេះផងដែរបាទសម្រាប់អ្នកដែលចូលចិត្តទស្សនានៅវីដេអូផ្សេងៗបាទអញ្ចឹងក៏មានការស្ដាប់តិចដែរគឺតម្លៃ0.99បងប្អូនអាចធ្វើការទិញបាទបញ្ជាពីថៅបាវបាទចឹងនៅពេលដែលបងប្អូនឃើញបែបនេះហើយបាទគឺបងប្អូនចូលទៅកាន់ channel របស់បងប្អូនសិនកន្លែងមួយទៀតនេះគឺជាកន្លែងដែលបងប្អូនអាចចុចកន្លែង create music ហ្នឹងមកបាទចឹងវាមាន home browser បាទ your library music បាទ assistant ចឹងបងប្អូនចូលទៅកាន់ browser មកចឹងវាមានការគិតតម្លៃ0មានតម្លៃមក$70ក៏មានដែរបាទចឹងតម្លៃនេះគឺច្រើនជាងអត់បាទចឹងប័ណ្ណខ្លះគឺតម្លៃរហូតដល់$100ជាងក៏មានដែរបាទចឹងយើងអាចធ្វើការកម្មង់ទិញក៏បានឬក៏មិនចង់ទិញក៏បានដែរបងប្អូនអាចធ្វើការចុចកន្លែងនេះមួយទៀតបាទយក library បាទចឹងបទចម្រៀងនេះគឺ00ទេបាទគឺវាបង្ហាញបាទ song music នេះគឺ00តែប៉ុណ្ណោះបាទបងបងអាចធ្វើការ download ទុកក៏បានបាទយើងចូលមកដល់ music assistant នេះវិញបាទចឹងឲ្យបងប្អូនតម្រូវ search channel ដែលមានបទចម្រៀងអញ្ចឹងណាយើងអាចចាក់ស្ដាប់ផងដែរបាទចឹងកន្លែង your library នេះបងប្អូនអាចធ្វើការ download បានបាទនៅsound ក៏ដូចជា music ភ្លេងផងដែរអញ្ចឹងវាអត់មានជាប់ copyright ទេបងប្អូនអាចយកទៅប្រើប្រាស់បាននៅលើ YouTube បានសម្រាប់វីដេអូខ្លះគឺយើងអត់មានការបញ្ចូលសំឡេងឬក៏អ្វីទេគឺស្ងាត់គឺបងប្អូនអាចបាទយកនៅ music song ទីនេះបានបាទអញ្ចឹងវាមានច្រើនសម្រាប់បងប្អូនអាចធ្វើការសិក្សាស្រាវជ្រាវបន្ថែមទៀតទៅបាទហើយកន្លែង analyze នេះគឺជាមួយនឹងការបង្ហាញទិន្នន័យបាទឈប់សម្រាកឬក៏ធ្វើអីមួយបាទជាពិសេសគឺ language នេះគឺភាសាអាចដូរទៅភាសាខ្មែរក៏ដូចជាអង់គ្លេសឬក៏ប្រទេសដទៃទៀតបាទអ្វីដែលខ្ញុំធ្វើការចែកជូនទៅដល់បងប្អូនគឺមានប៉ុណ្ណឹងហើយជួបគ្នានៅ